Ok សួស្តីអ្នកនរគ្នាជួបគ្នានៅវីដេអូភាគ2នឹងកុំឲ្យខាតពេលតោះតែអានជាមួយខ្ញុំអ្នកនរគ្នាអូខេអញ្ចឹងត្រង់កន្លែងនេះអញ្ចឹង课文一អូខេ在餐桌旁អញ្ចឹងបើថានៅក្បែរតុអាហារហ្នឹងហើយនៅក្បែរតុអាហារនេះយើងអាចមើលបានតោះតែមើលរូបភាពតិចមកនៅក្បែរតុអាហារបែរជាមានកន្លែងនេះវិញហ្នឹងហើយតើកុំឲ្យខាតពេលតើអានអត្ថបទជាមួយខ្ញុំតើអូខេអញ្ចឹងតោះ你和李小杰你和李小杰什么时候认识的ម្ដងទៀត你和李小杰什么时候认识的អូខេអូខេអញ្ចឹងយើងនេះអ្នកណាគឺនឹងលីនេះគឺជាតកូលរបស់គេសៀវជាកញ្ញាសិនមក时候យើងបតាពេលណាសិនមកអ្វី时候ពេលណា认识ស្គាល់តើយើងជាតម្រងរបស់វាណាហ្នឹងហើយអូខេអញ្ចឹងយើងបកប្រែថាតើអ្នកស្គាល់កញ្ញាលីនឹងស្គាល់គ្នានឹងនៅពេលណាអញ្ចឹងណាហ្នឹងហើយឥឡូវ B ឆ្លើយតា我们是2011年9月认识的不让ទៀត我们是2011年9月认识的ហ្នឹងហើយចឹង我们ពួកយើងពួកខ្ញុំឬក៏យើងណា是គឺជានេះគឺ2011年ឆ្នាំអញ្ចឹង2011年គឺឆ្នាំ2011ជាលេខ9月នេះគឺខែអញ្ចឹងជា月ខែ9认识ស្គាល់អញ្ចឹងណាតើនេះយើងដាក់វាមកតម្រងរបស់វា是តចុចណាហ្នឹងហើយអូខេអញ្ចឹងយើងបកប្រែទៅថាពួកយើងស្គាល់គ្នានៅខែ9ឆ្នាំ2021ចឹងទៅ2011ណាជាស្រ័យតោះឥឡូវទី11គេសួរទៀតទេ你们在哪儿ហ្នឹងហើយ在哪儿认识的អូខេម្ដងទៀត你们在哪儿认识的ចឹងទៅអញ្ចឹង你们ពួកអ្នកឬអ្នកទាំងអស់គ្នាណា在នៅ哪儿កន្លែងណាឬឯណាណា认识的ចឹងទៅ认识ស្គាល់ចឹងទៅយើងប្រែថាតើពួកអ្នកឬក៏អ្នកទាំងអស់គ្នានឹងស្គាល់គ្នានៅកន្លែងណាចឹងទៅណាបងប្អូនគ្នាឥឡូវគេឆ្លើយហើយ我们是在学校认识的ម្ដងទៀត我们是在学校认识的他是我的บัตรតើមកនេះឬក៏មិនដាក់តើក៏បានដែរ他是我大学同学អូខេ他是我大学同学ហ្នឹងហើយអញ្ចឹងពួកយើងនេះ我们ពួកយើងណា是គឺជាចៃនៅ学校សាលារៀនណា认识的អញ្ចឹងយើងប្រែឡើងមកកណ្ដាលទៅមកអញ្ចឹងពួកយើងស្គាល់គ្នានៅសាលារៀន他是我大学同学ថានេះគឺសម្រាប់ទៅលើនាងស្រីណា是គឺជា我ខ្ញុំ大学សាកលវិទ្យាល័យ同学មិត្តរួមថ្នាក់អញ្ចឹងយើងបកប្រែថានាងគឺជាមិត្តរួមថ្នាក់របស់ខ្ញុំហ្នឹងហើយអូខេតើឥឡូវតែអានជាមួយខ្ញុំភាសាទៀតតើ你和李小姐什么时候认识的我们是2011年9月认识的你们在哪儿认识的我们是在学校认识的他是我大学同学អូខេចូលអត្ថបទមួយទៀតដល់គ្នាតើ课文2在饭店门口在饭店门口អញ្ចឹងនៅមុខសន្តាគារឬក៏នៅមុខភោជនីយដ្ឋានហ្នឹងបងប្អូនហ្នឹងហើយតើអានមួយខ្ញុំដល់គ្នាតើ你们是怎么来饭店的 OK 你们是怎么来饭店的ហ្នឹងហើយបងប្អូនគ្នា你们អ្នកទាំងអស់គ្នាពួកអ្នកហ្នឹងឯង是គឺជា怎么របៀបណាឬក៏យ៉ាងម៉េចណាឡាយមក饭店ភោជនីយដ្ឋានឬសន្តាគារហ្នឹងហើយនេះខ្ញុំប្រាប់ដដែលអញ្ចឹងណាហ្នឹងហើយ是គឺតហ្នឹងតម្រងរបស់វាយើងប្រើវាដើម្បីបញ្ជាក់ជាយើងពាក្យច្រើនយើងប្រើវាក្នុងពាក្យសំណួរឬក៏ពាក្យស្របចឹងទៅហ្នឹងហើយជាតម្រងដែលច្បាស់លាស់ហើយយើងប្រើវាទៅហ្នឹងហើយចាំយើងលម្អិតនៅក្នុងតម្រងនឹងបណ្ដោយតោះយើងតទៅទៀតសិនតោះ B គេនិយាយថា
我是坐出租车来的我是坐出租车来的ចឹង 我ខ្ញុំគឺជាជួជិះ出租车 taxi មកlại នេះគឺមកចឹងណាចឹងយើងប្រែថាខ្ញុំជិះ taxi មកចឹងទៅគេសួរទៀតទេlý先生呢lý先生呢lý គឺតកូលlýនឹងឯងឬឈ្មោះlýណា先生លោកចឹងទៅណយើងប្រើវាសម្រាប់សួរបកត្រឡប់ទៅវិញចឹងយើងប្រើថាចោះលោកlýចោះលោកlýចឹងទៅតើអញ្ចឹងគេនិយាយថា他是和朋友一起开车来的ម្ដងទៀត他是和朋友一起开车来的ថាគាត់គឺជា和នឹងណា朋友មិត្តភក្តិ朋友មិត្តភក្តិណាហ្នឹងហើយ一起ជាមួយឬជាមួយគ្នា开车បើកឈើឡាន开车បើកឡាន来的និយាយថាមកចឹងទៅchứ យើងប្រើថាគាត់បើកឡានមកជាមួយមិត្តភក្តិហ្នឹងហើយតែគាត់បើកឡានជាមួយមិត្តភក្តិរបស់គាត់គឺបើកមកជាមួយគ្នាអញ្ចឹងណាហ្នឹងហើយអូខេឥឡូវសុំម្ដងទៀតមកតា你们是怎么来饭店的我是坐出租车来的李先生呢他是和朋友一起开车来的ហ្នឹងហើយបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់អត្ថបទទី2មានប៉ុណ្ណឹងឥឡូវយើងជួបអត្ថបទទី3ទាំងអស់គ្នាតា课文3课文3在公司អញ្ចឹងអត្ថបទទី3គេថានៅក្រុមហ៊ុនហ្នឹងហើយនៅក្រុមហ៊ុនណាយើងអាចមានរូបភាពនេះបានណាតាឥឡូវតែអានជាមួយខ្ញុំបើចង់ដឹងគេនិយាយគេតា很高兴អានេះសលេងទី4ណាបងប្អូនគ្នាខ្ញុំនិយាយដដែលណាសលេងទី4ហ្នឹងហើយខ្ញុំសូម note ឲ្យកន្លែងនេះតិចណាកន្លែងនេះគឺសលេងទី4ណាបងប្អូនទាំងគ្នាហ្នឹងហើយសលេងទី4ខ្ញុំដាក់ធំតិចយើងមើលនេះ很高兴认识您很高兴认识您李小姐ហ្នឹងហើយអូខេ很ណាស់高兴សប្បាយចិត្ត认识ស្គាល់您គឺយើងប្រើតែលោកឬក៏អ្នកអញ្ចឹងទៅយើងប្រើសម្រាប់គួរសមណាអ្នកអាយុតិចប្រើតែកាន់អ្នកអាយុច្រើនអញ្ចឹងទៅហ្នឹងហើយអូខេលីតកូលហ្នឹងហើយសៀវជាកញ្ញាអញ្ចឹងយើងបកប្រែថារីករាយណាស់ដែលបានស្គាល់អ្នកកញ្ញាលីអញ្ចឹងណាបងប្អូនគ្នាឥឡូវយើងចូល B ឥឡូវគេនិយាយគេទៀតតោះ B គេនិយាយថា认识你我也很高兴អញ្ចឹងកន្លែងនេះយើងដដែលទេសលេងទី4ដដែលបងប្អូនចាំរៀនកត់សម្ងាមផងណាហ្នឹងហើយតោះម្ដងទៀតមក认识你我也很高兴អញ្ចឹង认识ស្គាល់你អ្នក我ខ្ញុំយាក៏ផងដែរអញ្ចឹងទៅហិនណាស់高兴សប្បាយចិត្តអញ្ចឹងយើងបកប្រែថាខ្ញុំក៏រីករាយណាស់ដែរដែលបានស្គាល់អ្នកអញ្ចឹងបងប្អូនទាំងគ្នានៅពេលដែលគេស្គាល់យើងគេនិយាយថាខ្ញុំរីករាយបានស្គាល់អ្នកយើងចង់និយាយទៅគេវិញលក្ខណៈខ្ញុំក៏រីករាយដែរមកស្គាល់អ្នកបងប្អូនអញ្ចឹងយើងអាចនិយាយបែបហ្នឹងបានណាហ្នឹងហើយខ្ញុំនិយាយរៀងលឿនតិចហ្នឹងហើយអូខេតើឥឡូវមួយទៀតគេសួរតទៀតណាហ្នឹងហើយតើ听张先生说听张先生说您是坐飞机来北京的您 OK ម្ដងទៀតមក听张先生说您是坐飞机来北京的អញ្ចឹងណាបងប្អូនទាំងគ្នាឥឡូវយើងមក听យើងប្រើស្ដាប់អូខេចាងតកូលណាចាង先生គឺលោកណា说និយាយអញ្ចឹងយើងបក5កណាត់មកអញ្ចឹងណាអូខេខ្ញុំឮលោកចាងនិយាយថាអញ្ចឹងណាធីងចុះយើងបកប្រែថាឮលោកចាងនិយាយថា您是坐飞机来的អ្នកជិះមកពីកាំងដោយជិះយន្តហោះមែនអញ្ចឹងឬក៏ជិះយន្តហោះមកពីកាំងមែនអញ្ចឹងទៅអញ្ចឹង B គេឆ្លើយថាម៉េច是的អញ្ចឹងយើងអាចប្រែថាហ្នឹងហើយអញ្ចឹងទៅបងប្អូនទាំងគ្នាអូខេឥឡូវខ្ញុំសូមម្ដងទៀតតាអានមកយើងភាសាទៀតមកតាបងប្អូនទាំងគ្នាតា很高兴认识您李小姐认识你我也很高兴听张先生说您是坐飞机来北京的តើមកគេថា是的ហ្នឹងហើយអូខេអញ្ចឹងសម្រាប់វីដេអូទី2គឺមានតែប៉ុណ្្នឹងយើងចាប់ជួបគ្នានៅវីដេអូទី3